វីដេអូមួយនេះបានឃើញហើយពុកម៉ែបងប្អូនបាទសូមជួយ share ទាំងអស់គ្នាក្រៅពីថ្នាំលេបអាហារទាំង5ប្រភេទនេះក៏អាចជួយកាត់បន្ថយអាការៈខ្លាញ់ក្នុងឈាមផងដែរបងប្អូនទាំងអស់គ្នាពិតជាសំខាន់ណាស់នៅពេលដែលពុកម៉ែបងប្អូនយើងបានស្ដាប់ហើយយកទៅអនុវត្តព្រោះអីបន្លែផ្លែឈើរបស់យើងសុទ្ធតែអាចជួយបាទកាត់បន្ថយឬក៏ព្យាបាលនៅអាការៈរបស់អស់លោកអ្នកបាទជាពិសេសដោយអ្វីដែលខ្ញុំបានលើកឡើងគឺអាហារទាំង5ប្រភេទនេះអាចជួយបាទបញ្ចុះជាតិខ្លាញ់ក្នុងឈាមបានយ៉ាងល្អប្រសើរផងដែរចង់ដឹងថាអាហារទាំង5ប្រភេទនេះមានអាហារអ្វីខ្លះតោះចូលស្ដាប់និងខមមិនខ្ញុំបាទសូមនំបាត់ជូនបាទដូចតទៅទស្សនិកជនជាទីមេត្រីបញ្ហាលើជាតិខ្លាញ់ក្នុងឈាមបច្ចុប្បន្នមិនថាក្មេងឬចាស់ទេសុទ្ធតែប្រឈមខ្លាំងដូចគ្នាពិសេសអ្នកចូលចិត្តអាហារសម្បូរសារធាតុខ្លាញ់មិនល្អមិនដែលហាត់ប្រាណដូចនេះដើម្បីទទួលបានសុខភាពល្អបើមានលើជាតិខ្លាញ់ត្រូវតែបញ្ចុះមកនៅកម្រិតត្រឹមត្រូវហើយក្រៅពីប្រើថ្នាំលេបសម្រួលការបញ្ចុះជាតិខ្លាញ់របបអាហារមួយចំនួនក៏អាចជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាមបានដូចគ្នាប្រភេទអាហារល្អៗដែលអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបានមានចំនួន5ប្រភេទដូចជាទី1គ្រាប់ធញ្ញជាតិផ្លែវ៉លណាត់គ្រាប់អាល់ម៉ុននិងសណ្តែកដីឡាទាំងនេះសម្បូរទៅដោយអាស៊ីដខ្លាញ់ម៉ូណូនិងប៉ូលីណាស្តូរ៉ាធីតមានអត្ថប្រយោជន៍ធ្វើឲ្យសរសៃឈាមមានសុខភាពល្អការទទួលទានគ្រាប់ធញ្ញជាតិទាំងនេះមួយក្តាប់ប្រមាណ 42.5 ក្រាមត្រូវបានគេជឿថាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងទោះជាយ៉ាងណាក៏ដោយក៏មិនមែនគ្រាប់ធញ្ញជាតិទាំងអស់សុទ្ធតែល្អនោះឡើយដោយសារតែធម្មតានៅក្នុងរោងចក្រផលិតវិចខ្ចប់តែងតែថែមអំបិលឬស្ករដែលអាចធ្វើឲ្យប៉ះពាល់សុខភាពមានបញ្ហាត្រូវចំណាំរាល់ពេលទិញផលិតផលគ្រាប់ធញ្ញជាតិត្រូវប្រកាសថាបានអានស្លាកសញ្ញាដោយប្រុងប្រយ័ត្នដើម្បីជៀសវាងពីគ្រាប់ធញ្ញជាតិណាត្រូវបានបន្ថែមអំបិលនិងស្ករមួយវិញទៀតគ្រាប់ធញ្ញជាតិមានកាឡូរីខ្ពស់ណាស់អាចធ្វើឲ្យឡើងទម្ងន់បានប្រសិនបើបរិភោគច្រើនហួសដូចនេះមិនត្រូវទទួលទានលើសពី1ក្តាប់ដៃក្នុងមួយថ្ងៃនោះឡើយទី2ស្រូវសាលីមធ្យោបាយងាយស្រួលបំផុតដើម្បីកំណត់កម្រិតកូឡេស្តេរ៉ុលក្នុងខ្លួនឲ្យមានសុខភាពល្អគឺទទួលទានពពុះធញ្ញជាតិស្រូវសាលីមួយកូនចានក្នុងមួយថ្ងៃព្រោះវាមានជាតិកាកសរសៃប្រមាណ2ក្រាមក្នុងមួយកូនចានបើចង់បានជាតិកាកសរសៃច្រើនជាងនេះអាចញ៉ាំផ្លែស្ទ្រូប៊េរីឬចេកបន្ថែមទៀតបានជាធម្មតាក្នុងមួយថ្ងៃអាចទទួលទានជាតិសរសៃចន្លោះពី20ទៅ35ក្រាមទី3ត្រីសម្បូរខ្លាញ់ត្រីសម្បូរខ្លាញ់អាចបន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាមបានតាមរយៈអាស៊ីដខ្លាញ់អូមេហ្គា3លើពីនេះអាស៊ីដខ្លាញ់អូមេហ្គា3អាចកាត់បន្ថយខ្លាញ់ត្រីក្លេសេរីតដែលជាខ្លាញ់មិនល្អនិងការពារចង្វាក់បេះដូងឲ្យដើរបានទៀងទាត់ទី4ផ្លែបឺបើជាផ្លែឈើមានសារធាតុចិញ្ចឹមខ្ពស់និងអាស៊ីដខ្លាញ់ការស្រាវជ្រាវបង្ហាញថាទទួលទានផ្លែបឺក្នុងរបបអាហារប្រចាំថ្ងៃអាចជួយកាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ុលអាក្រក់ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីផ្លែបឺអាចបន្ថែមទៅក្នុងអាហារដូចជាសាឡាត់និងនំសាំងវិចទី5សណ្តែកនៅពេលបរិភោគសណ្តែកធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរដោយសារតែដំណើរនៃការរំលាយក្នុងក្រពះយឺតជាងអាហារផ្សេងទៀតលើពីនេះសណ្តែកក៏មានសារៈប្រយោជន៍ច្រើនទៀតដោយសណ្តែកទាំងនោះរាប់បញ្ចូលទាំងសណ្តែកសៀងសណ្តែកក្រហមសណ្តែកខៀវសណ្តែកខ្មៅនិងសណ្តែកផ្សេងមួយចំនួនទៀត